ជំរាបសួរបងប្អូនស្រីទាំងអស់គ្នានាងខ្ញុំមកពីអសតបារាណចំបៃ2ថ្ងៃនេះសូមចែករំលែកសំណួរដែលស្ត្រីជាទូទៅគាត់សួរញឹកញាប់ជាច្រើននៅក្នុង page ចាអ្នកគ្រូខ្ញុំកើតជំងឺផ្សិតរ៉ាំរ៉ៃព្យាបាលហើយនៅតែកើតឡើងវិញដដែលតានាងខ្ញុំគួរធ្វើដូចម្តេចជាដំបូងគឺយើងត្រូវស្គាល់តើអ្វីទៅជាជំងឺផ្សិតមូលហេតុអ្វីដែលធ្វើឲ្យកើតផ្សិតជំងឺផ្សិតគឺភាគច្រើនបង្កឡើងនៅទ្វារមាសស្ត្រីហើយបង្កឡើងដោយពពួកផ្សិតកង់ឌីដាបំរែបំរួលអរម៉ូននៅក្នុងទ្វារមាសស្ត្រីក៏កើតជាជំងឺផ្សិតការប្រើប្រាស់ថ្នាំពជាកំណើតឬថ្នាំសះច្រើនរយៈពេលយូរក៏ធ្វើឲ្យទ្វារមាសស្គួតក៏បង្កឲ្យកើតទៅជាមេរោគផ្សិតការកង្វះអនាម័យការអនាម័យខ្លាំងពេកដោយប្រើសាប៊ូលាងសម្អាតវាអាចធ្វើឲ្យប្រេះស្បែកស្ងួតទ្វារមាសខាងក្រៅហើយក៏ធ្វើឲ្យកើតផ្សិតការប្រើប្រាស់បង្គន់ទឹកអនាម័យសាធារណៈដែលមិនស្អាតក៏វាមានមេរោគក៏វាធ្វើឲ្យឆ្លងមេរោគផ្សិតការរួមទំនេរជាមួយដៃគូបរិសុទ្ធដែលមានមេរោគផ្សិតក៏ធ្វើឲ្យឆ្លងមេរោគផ្សិតចុះបើស្ត្រីគាត់កើតផ្សិតតើគាត់គួរព្យាបាលយ៉ាងដូចម្តេចបើសិនជាស្ត្រីកើតផ្សិតគាត់អាចអញ្ជើញទៅ clinic ឬក៏មន្ទីរពេទ្យដែលនៅជិតជាពិសេសឬក៏មួយទៀតគាត់អាចប្រើប្រាស់ចំបៃ2ដើម្បីព្យាបាលមេរោគផ្សិតនេះក៏បានដែរតែគាត់គ្រាន់តែបើគម្របដបនេះផឹកព្រឹកមួយគម្របល្ងាចមួយគម្របដបជាការស្រេចគាត់អាចប្រើគូបជាមួយនឹងថ្នាំលាបសើស្បែកចំបៃ2ដែលលាបព្យាបាលផ្សិតនៅខាងក្រៅហើយប្រសិទ្ធភាពគឺអាចមើលឃើញរយៈពេលចាប់ពី3ថ្ងៃឡើងទៅជាពិសេសគឺចំណាយថវិកាតិចហើយចំណេញពេលវេលាសម្រាប់គាត់ថែមទៀតផងបើសិនជាបងប្អូនស្ត្រីគាត់ចង់បានការប្រឹក្សាយោបល់ឬក៏ព្យាបាលប្រភេទមេរោគផ្សិតធ្លាក់សរដាំរ៉ៃដែលព្យាបាលហើយនៅតែកើតឡើងវិញដដែលគាត់អាចចូលប្រឹក្សាយោបល់នៅក្នុង page ឱសថបារាណចំបៃ2ឬក៏ចំបៃ2សបតាមរយៈលេខទូរស័ព្ទ016 38 7000ចា៎សូមអរគុណ